ពេលល្ងាចទៅនេះអញ្ចឹងនៅឃើញក្លៀនមកជូចៃដានឯនៅផ្ទះក៏មានកពិស្រាប់ហើយខាងក្រោយផ្ទះវាមានស្វាយពងដែលតំទឹកក្តឹបទូចវាផ្លែសាក្រោយអញ្ចឹងក៏នឹកឃើញថាទៅបេះស្វាយពងយកមកធ្វើស្វាយក្លុកមួយកពិញ៉ាំអញ្ចឹងណាចឹងនេះក្តាប់ស្វាយវាតំផ្លែក៏វាផ្លែទូចចេអាទូចអញ្ចឹងហើយបានពេលដែលយើងធ្វើមួយកក្លុកកពិវាឆ្ងាញ់បឋមបន្តិចចាស់ជូរគឺយើងធ្វើអត់សូវឆ្ងាញ់ទេអានេះវានៅសបកវារៀងក្រាស់ជូរចាត់អញ្ចឹងណាបន្ទាប់មកខ្ញុំមកធ្វើឆាកាពិសិនអញ្ចឹងយើងដាក់ខ្លាញ់ឲ្យក្តៅចាំដាក់ខ្ទឹមចូលធ្វើឲ្យខ្ទឹមរបស់យើងវាឈ្ងុយល្អណាយើងអាចម្លីងខ្ទឹមឲ្យវាឡើងជើងក្រងសិនចាំយើងដាក់ស្ករចូលហើយស្ករយើងប្រើជាមួយនឹងស្ករត្នោតណាបងអូនព្រោះស្ករត្នោតពេលដែលយើងឆាមួយកាពិទៅគឺវាឆ្ងាញ់អត់ដូចមួយស្ករសហើយណាមួយវាអាចធ្វើឲ្យកាពិរបស់យើងវាឡើងពណ៌ស្អាតទៀតណាអញ្ចឹងអានេះស្ករត្នោតសុទ្ធខ្ញុំទិញខាងកំពង់ស្ពឺមកចឹងយើងប្រើស្ករត្នោតខ្មែររបស់យើងទៅក៏វាមានរសជាតិឆ្ងាញ់គ្រប់ត្រផលិតផលក្នុងស្រុកដែរអញ្ចឹងនៅពេលដែលស្កររបស់យើងវាឡើងជើងក្រងបែបហ្នឹងចឹងយើងដាក់កាពិចូលណាហើយកាពិយើងដាក់តាមបរិមាណដែលយើងចូលចិត្តទៅយើងញិចកាពិហ្នឹងឲ្យវារីលាយចូលមួយស្ករឲ្យវាសប់ល្អសិនយើងដាក់ទឹកចូលណាហើយចំពោះទឹកដែលយើងដាក់ចូលនេះយើងដាក់តិចល្មមម៉ែណាបងអូនព្រោះចំណាយពេលខ្លីនៅក្នុងការរំងាស់វាឲ្យខាប់ចឹងណាអញ្ចឹងបន្ទាប់ពីយើងចាក់ទឹកចូលហើយយើងកូរឲ្យកាពិរបស់យើងវារលាយសព្វសាច់សិនយើងដាក់ប៊ីចេងចូលហើយបន្តធ្វើការរំងាស់ប្រហែលជា5នាទីកាពិរបស់យើងវាឡើងខាប់ល្មមដែលយើងអាចយកទៅធ្វើក្លុកបានហើយចំពោះក្លុកស្វាយនេះយើងកុំដាក់ទឹកកាពិយើងឲ្យរាវពេកហើយក៏កុំខាប់ពេកអញ្ចឹងយើងក្លុកទៅវាឆាប់ចូលជាតិគ្នាល្អណាចាំមើលពណ៌កាពិបានបងអូនគឺពណ៌វាស្អាតអត់ដូចកាពិដែលយើងទិញនៅផ្សារទេអញ្ចឹងឥឡូវហ្នឹងខ្ញុំមកចិត្តស្វាយចំពោះស្វាយគឺស្អាតតែបងអូនទេបងអូនចង់ចិត្តបែបហ្នឹងក៏បានឬក៏បងអូនអាចពុះជា2ហើយយើងដំវាឲ្យរៀងបែកពេលដែលយើងដាក់គ្រឿងទៅក៏វាចូលជាតិល្អដែរអាហ្នឹងវាតាមចំណង់ចំណូលចិត្តបងអូនតែខ្ញុំចូលចិត្តបែបនេះខ្ញុំចិត្តវាបែបហ្នឹងយើងឆ្កឹះក្របឆ្កឹះឲ្យវាចេញសឹងទៅចាំយើងធ្វើការយកមកក្លុកជាមួយនឹងកាពិរបស់យើងណាហើយពេលដែលធ្វើការក្លុកមួយស្វាយហ្នឹងគឺខ្ញុំប្រើមានម្ទេសស្រស់ម្ទេសខៀវហ្នឹងបូករួមជាមួយនឹងម្ទេសហើយប្រហែលម្ទេសគឺបងអូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តខ្ញុំអត់សូវចេះហឹលអញ្ចឹងគឺខ្ញុំដាក់តែ4-10គ្រាប់ទេយើងដំវាមកតោះមកយើងដាក់ទឹកកាពិចូលចំពោះទឹកកាពិបងអូនចូលចិត្តរសជាតិដិតអានឹងយើងដាក់ឲ្យច្រើនតិចទៅបើសិនជាយើងអត់សូវចូលចិត្តរសជាតិដិតទេអានឹងយើងដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងបងអូនព្រោះថាយើងធ្វើអីក៏ដោយដើម្បីឲ្យវាឆ្ងាញ់គឺយើងត្រូវតែធ្វើតាមចំណង់ចំណូលចិត្តរបស់យើងបើសិនជាយើងឃើញគេធ្វើមកតំណងយើងដាក់ទៅតាមបរិមាណដូចគេដែរវាអាចនឹងរសជាតិរបស់យើងវាអត់សូវឆ្ងាញ់ព្រោះដោយសាររសជាតិរបស់យើងអាចនឹងមិនចូលចិត្តដូចគេតែបើសិនជាយើងចូលចិត្តរសជាតិដូចគេអានឹងយើងធ្វើដូចគេបានគ្រប់យ៉ាងវាត្រូវតែធ្វើតាមចំណង់ចំណូលចិត្តរបស់យើងមិនយើងញ៉ាំទៅមានអារម្មណ៍ថាវាឆ្ងាញ់តែម្ដងចឹងសម្រាប់ម្ទេសហុយប៉ុណ្ណឹងម្ទេសខៀវប៉ុណ្ណឹងគឺវាសមល្មមឆ្ងាញ់ដែលខ្ញុំអាចញ៉ាំបានចឹងណាចឹងបងអូនមកញ៉ាំជាមួយគ្នាអត់